ផលប៉ះពាល់នៃសង្គ្រាមអេរ៉ង់លើទីផ្សារប្រេងចាប់ផ្ដើមអង្រួនសេដ្ឋកិច្ចពិភពលោកហើយខ្ញុំបានពងសិង្ហេងសូមគោរពសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងនាងកញ្ញាព្រមទាំងប្រិយមិត្តដែលបានតាមដាននិងទស្សនាថ្ងៃនេះខ្ញុំបាទសូមនិយាយអំពីសង្គ្រាមអេរ៉ង់ដែលកំពុងកើតឡើងពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលផលប៉ះពាល់លើទីផ្សារប្រេងពិភពលោកនិងប្រតិកម្មពីប្រទេសចិនវៀតណាមនិងប្រទេសដទៃទៀតនៅពេលដែលចំនួនចាប់ផ្ដើមអង្រួនសេដ្ឋកិច្ចពិភពលោកចំនួនរវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់បានបន្តកាន់តែខ្លាំងឡើងនៅទូទាំងមជ្ឈមបូព៌ាបើយោងតាមរបាយការណ៍អន្តរជាតិអ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកឆ្លងកាត់តំបន់ឈូងសមុទ្រដោយបានបង្កសម្លេងសារ៉ាននៅប្រទេសជាច្រើនរួមទាំងបារ៉ែននិងអារ៉ាប់រួមផងដែរយន្តហោះគ្មានមនុស្សបើកជាច្រើនត្រូវបានចាប់ស្ទាក់ដោយការការពារតំបន់ចំនួននេះបានបណ្ដាលឲ្យមនុស្សជាង 1,500 នាក់បានស្លាប់នៅទូទាំងប្រទេសអ៊ីរ៉ង់អ៊ីស្រាអែលលីបង់និងក្នុងចំណោមកងកម្លាំងសហរដ្ឋអាមេរិកដោយបានគូសបញ្ជាក់ពីទំហំនៃវិបត្តិនេះបើយោងតាមសារព័ត៌មាន AP សង្គ្រាមបានចាប់ផ្ដើមឡើងបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់នៅចុងខែកុម្ភៈឆ្នាំ2026នេះដែលបានបន្តដោយការសងសឹករបស់អ៊ីរ៉ង់ប្រឆាំងនឹងមូលដ្ឋានយោធាផ្លូវដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ក្រៅពីនោះបើយោងតាមសារព័ត៌មាន Reuters អ៊ីរ៉ង់បានព្រមានថាប្រសិនបើការវាយប្រហារនៅតែបន្តវាអាចនឹងរារាំងដល់ការដឹកជញ្ជូនប្រេងពីមជ្ឈមបូព៌ាដែលជាការគំរាមកំហែងមួយដែលអាចរំខានដល់ផ្នែកសំខាន់នៃការផ្គត់ផ្គង់ថាមពលពិភពលោកច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកដែលផ្ទុកប្រមាណ 20% នៃពាណិជ្ជកម្មប្រេងពិភពលោកបានជួបប្រទះការរំខាននិងហានិភ័យនៃការដឹកជញ្ជូនរួចហើយក្នុងកំឡុងពេលជម្លោះនេះប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រមានអ៊ីរ៉ង់ប្រឆាំងនឹងការជ្រៀតជ្រែកក្នុងលំហូរប្រេងពិភពលោកហើយបាននិយាយថាសហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងខ្លាំងប្រសិនបើមានការបិទច្រក Hormuz ក្នុងពេលជាមួយគ្នានេះដែររដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិចារណាលើការលើកលែងទណ្ឌកម្មទាក់ទងនឹងប្រេងមួយចំនួននិងអាចបញ្ចេញទុនបម្រុងប្រេងជាយុទ្ធសាស្ត្រដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលពិភពលោកប្រធានាធិបតី Donald Trump ក៏បានសម្ដែងសោទស្សនិយមថាជំនួបអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះបើទោះជាអ្នកវិភាគនិយាយថាស្ថានភាពនៅតែមិនអាចទីទុកជាមុននឹងគ្រោះថ្នាក់ដ៏ខ្លាំងបំផុតនេះបើយោងតាម Economic Times សកម្មភាពយោធារបស់អ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធាផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់និងក្រុមសម្ព័ន្ធមិត្តរួមទាំងការវិប្រហារលើបណ្ដាញហិរញ្ញវត្ថុនិងយោធាដែលភ្ជាប់ទៅនឹងក្រុមហេបូឡានៅលីបង់ការវិប្រហារនាពេលថ្មីនេះក៏បានកំណត់គោលដៅទីតាំងប្រេងរបស់អ៊ីរ៉ង់នៅជិតទីក្រុងតេហេរ៉ង់ផងដែរដែលបណ្ដាលឲ្យមានផ្សែងហុយយ៉ាងខ្លាំងនិងការប្រមានបរិស្ថានសម្រាប់អ្នករស់នៅក្នុងរដ្ឋធានីការវិប្រហារនេះបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងខណៈដែលហេដ្ឋារចនាសម្ព័ន្ធថាមពលក្លាយទៅជាគោលដៅផ្ទាល់ក្នុងសង្គ្រាមយ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់ The Guardian សង្គ្រាមកំពុងមានឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារប្រេងពិភពលោករួចទៅហើយតម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីនេះដោយប្រេងឆៅប្រភេទ Brent ឡើងដល់ប្រហែល$119ក្នុង1បារ៉ែលដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល7-4ឆ្នាំក្រោយមកតម្លៃក៏បានធ្លាក់ចុះមកនៅប្រហែលពី$90ទៅ$95ក្នុង1បារ៉ែលបន្ទាប់ពីមតិយោបល់របស់សហរដ្ឋអាមេរិកដែលបង្ហាញថាចំនួនអាចនឹងថយចុះម្យ៉ាងវិញទៀតអ្នកជំនាញក៏បានប្រមានផងដែរថាការរំខានបន្តនៅមជ្ឈមបូព៌ាអាចបណ្ដាលឲ្យមានអតិផរណាសកលតម្លៃប្រេងឡើងខ្ពស់កង្វះការផ្គត់ផ្គង់ការធ្លាក់ចុះសេដ្ឋកិច្ចទូទាំងពិភពលោកអ្នកវិភាគថាមពលបានកំណត់សង្កល់ថាសង្គ្រាមបានបង្កើតទីផ្សារប្រេងដែលមានការប្រែប្រួលខ្លាំងចាប់តាំងពីការរាតត្បាតនៃជំងឺ COVID-19 និងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបន្ថែមពីនេះផងដែរប្រទេសចិនបានចាត់វិធានការប្រុងប្រយ័ត្នចំពោះវិបត្តិនេះដោយសារតែប្រទេសចិនគឺជាអ្នកទិញថាមពលដ៏ធំបំផុតនៅមជ្ឈមបូព៌ាការរំខាននៃច្រកសមុទ្រ Hormuz អាចប៉ះពាល់ដល់ឧស្សាហកម្មនិងផ្លូវដឹកជញ្ជូនរបស់ចិនយ៉ាងខ្លាំងផងដែររបាយការណ៍មួយចំនួនបានបង្ហាញផងដែរថាអាជ្ញាធរអ៊ីរ៉ង់បានអនុញ្ញាតឲ្យកប៉ាល់ចិនមួយចំនួនឆ្លងកាត់ដែនទឹកដែលមានការរឹតបន្តឹងដោយឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ចិនក្នុងនាមជាដៃគូថាមពលដ៏សំខាន់របស់អ៊ីរ៉ង់ក្រុមហ៊ុនផលិតនិងអ្នកនាំចូលដៃថែបរបស់ចិនក៏កំពុងតាមដានស្ថានភាពយ៉ាងដិតដាមផងដែរដោយសារការរំខាននៃការដឹកជញ្ជូនអាចប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងតំបន់ម្យ៉ាងវិញទៀតចំនួននេះក៏កំពុងប៉ះពាល់ដល់អាស៊ីអាគ្នេយ៍ផងដែររដ្ឋាភិបាលវៀតណាមបានជំរុញឲ្យក្រុមហ៊ុនលើកទឹកចិត្តបុគ្គលិកឲ្យធ្វើការពីផ្ទះដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនិងតម្រូវការដឹកជញ្ជូនវៀតណាមបានពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈដែលនាំចូលពីមជ្ឈមបូព៌ាហើយសង្គ្រាមបានបង្កការរំខានដល់ការផ្គត់ផ្គង់និងការកើនឡើងតម្លៃសាំងនៅទូទាំងប្រទេសអាជ្ញាធរកំពុងពិចារណាកាត់បន្ថយពន្ធនាំចូលប្រេងមកត្រឹម 0% ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងក្នុងស្រុកនិងការការពារសេដ្ឋកិច្ចផងដែរ
ទោះបីជាមានការប្រឈមក៏ដោយក៏មន្ត្រីវៀតណាមបាននិយាយថាសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែធន់និងបន្តរក្សាកំណើនប្រកបដោយស្ថិរភាពឥទ្ធិពលសេដ្ឋកិច្ចកាន់តែទូលំទូលាយនៃជំនួសកំពុងរីករាលដាលពាសពេញពិភពលោកហើយសង្គ្រាមបានបង្កឲ្យមានការប្រែប្រួលដ៏សំខាន់នៅលើទីផ្សារភាគហ៊ុនសកលការកើនឡើងតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសជាច្រើនការរំខានក្នុងការដឹកជញ្ជូននិងអាកាសចរការព្រួយបារម្ភអំពីអតិផរណាពិភពលោកប្រទេសមួយចំនួនបានណែនាំតម្លៃប្រេងឥន្ធនៈឬវិធានការសន្សំសំចៃថាមពលដើម្បីការពារអ្នកប្រើប្រាស់នៅពេលដែលតម្លៃប្រេងមានការប្រែប្រួលអ្នកជំនាញបានព្រមានថាប្រសិនបើផ្លូវដឹកជញ្ជូននៅតែមិនស្ថិតស្ថេរឬហេដ្ឋារចនាសម្ព័ន្ធប្រេងបន្តត្រូវបានកំណត់គោលដៅពិភពលោកអាចនឹងប្រឈមមុខការប៉ះទង្គិចសេដ្ឋកិច្ចពិភពលោកថ្មីចំនួនអេរ៉ង់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបន្តកើនឡើងនៅមជ្ឈមបូព៌ាទីផ្សារប្រេងនៅតែបន្តមានការប្រែប្រួលខណៈដែលតម្លៃប្រេងហក់ឡើងខ្ពស់ជាង$100ក្នុងមួយបារ៉ែលមុននឹងការធ្លាក់ចុះម្ដងទៀតបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំរួមមានចិននិងវៀតណាមកំពុងទទួលផលប៉ះពាល់ពីការរំខាននៃប្រេងឥន្ធនៈផងដែរក្រៅពីនោះមានដឹកនាំពិភពលោកកំពុងខ្លំមើលស្ថានភាពយ៉ាងដិតដល់ខណៈដែលការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចកាន់តែទូលំទូលាយយើងនឹងបន្តតាមដានរឿងដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅពេលនេះខ្ញុំបាទពុំសិង្ហហេងរាយការណ៍ជូន VinNews Cambodia សូមអរគុណសម្រាប់ការទស្សនា